Đâyបងប្អូនថ្ងៃនេះខ្ញុំសូមណែនាំបងប្អូនឲ្យស្គាល់លហុងមេឬក៏ឈ្មោះយ៉ាងម៉េចចឹងណាបងប្អូនណាហ្នឹងហើយនេះគឺជាដើមលហុងហើយនេះគឺជាកូនលហុងយើងកូនលហុងប៉ុណ្ណឹងយើងអាចដកបានយកផ្សាំយើងដកវាថាតើវាមេឬក៏ឈ្មោះអញ្ចឹងសូមបងប្អូនដកមកឃើញឬកែវវាស្រួយអញ្ចឹងត្រង់អាហ្នឹង100%គឺឈ្មោះណាបងប្អូនណាហើយដើម្បីធ្វើឲ្យខ្លាយទៅជាញីវិញគឺយើងកាត់រឹសកែវនេះបងប្អូនកាត់រឹសកែវនេះហ្នឹងហើយបាទនេះគឺជារឹសកែវអញ្ចឹងយើងអាចកាត់បានកាត់ចុងតិចមកបងប្អូនណាបាទកាត់ចុងតិចមកបាទសល់ប៉ុណ្្នឹងមកយើងយកទៅផ្សំវិញបងប្អូនណាយើងយកទៅផ្សំឬក៏យើងយកទៅដាំតែមកបាទយកទៅដាំយើងយកទៅផ្សំវាទៅបាទនេះគឺបាទដៃមកខាងពិបាកដែរបាទទៅដាំវាដាក់ដីមួយទៀតដកវាទៅមកតើវាមេឬក៏ឈ្មោះបងប្អូនបាទនេះគឺរឹសកែវវាវែងដូចគ្នាតែគាត់ថារឹសវាស្ញូនស្ញាញច្រើនអញ្ចឹងដោយសារវាធំអញ្ចឹងអានេះគឺនៅតែឈ្មោះដដែលអញ្ចឹងយើងកាត់ចង់តិចមកបាទកាត់វាចង់តិចមកបាទសល់ប៉ុណ្ណឹងមកយើងយកមកដាំបានណាយើងយកមកផ្សំវាបាទយើងយកមកផ្សំវាបាទ